គ្រាន់តែឃើញបន្លែបងប្អូនដឹងហើយតែមែនទេថាវាជាម្ហូបអ្វីហើយមានបងប្អូនខ្លះគឺមិនទាន់ដឹងទេថាម្ហូបនេះជាម្ហូបអ្វីបើមិនទាន់ដឹងទេចាខ្ញុំប្រាប់ហើយបើមិនទាន់ចេះធ្វើទេចាំមើលខ្ញុំធ្វើខ្ញុំធ្វើឲ្យមើលបើកភ្នែកធំណាហើយសម្លនេះដែរគឺមានឈ្មោះថាសម្លកកូយើងហ្នឹងអីតោះឥឡូវចាំអីទៀតបើកភ្នែកធំមើលខ្ញុំធ្វើទៅដំបូងយើងដាក់ខ្ទះឲ្យក្តៅបន្ទាប់ពីយើងដាក់ខ្ទះឲ្យក្តៅហើយក៏យើងដាក់សាច់ជ្រូក3ជាន់ចូលទៅបើសិនជាបងប្អូនខ្ជិលមកចាំចំហៀវដូចខ្ញុំក៏បានដែរចាំលីងវាជាមួយគ្រឿងក៏បានដែរបើសម្រាប់ខ្ញុំចង់បានសាច់ហ្នឹងឲ្យវាក្រៀមហើយពេលយកដាក់សម្លរបស់យើងគឺធ្វើឲ្យសម្លរបស់យើងវាកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតទៅហើយឥឡូវនេះសាច់ដែលខ្ញុំចំហៀវហ្នឹងវាចាប់ផ្ដើមក្រៀមហើយបើសិនជាបងប្អូនធ្វើដូចខ្ញុំគឺវាប្រើពេលយូរដោយសារយើងនៅចំហៀវសាច់ឲ្យវាក្រៀមក៏ប៉ុន្តែធ្វើដូចខ្ញុំត្បិតតែប្រើពេលវេលាយូរមែនក៏វាអាចចំណេញខ្លាញ់ខ្លះដែរដោយសារខ្លាញ់នេះវាចេញពីសាច់3ជាន់ដែលយើងចំហៀវមិញនឹងឯងបន្ទាប់ពីខ្ញុំចំហៀវសាច់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់គ្រឿងលីងម្ដងបន្ទាប់ពីខ្ញុំលីងគ្រឿងឈ្ងុយហើយហ្នឹងខ្ញុំក៏ចាប់ផ្ដើមដាក់ប្រហុកលីងជាមួយគ្រឿងយើងហ្នឹងហើយបន្ទាប់ពីខ្ញុំដាក់ប្រហុកចូលហើយហ្នឹងខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកចូលសារយើងលីងមើលដែរខ្លាច់ខ្ទះអញ្ចឹងណាបន្ទាប់ពីខ្ញុំចាក់ទឹកចូលហើយខ្ញុំក៏កូរវិចទៀតណាដល់ពេលកូរវិចហើយក៏ចាប់ផ្ដើមចាក់បន្លែរបស់យើងចូលនេះអាបន្លែកកូរយើងនេះហើយបន្ទាប់ពីខ្ញុំចាក់បន្លែចូលហើយខ្ញុំក៏ចាប់ផ្ដើមកូរវិចទៀតណាចាប់ផ្ដើមកូរវិចព្រោះដោយសារស្លហ្នឹងវាស្លកកូរអញ្ចឹងយើងត្រូវការកូរវិចវាអញ្ចឹងទៅហើយបន្ទាប់ពីខ្ញុំកូរវិចហើយខ្ញុំក៏ចាប់ផ្ដើមដាក់សាច់ជ្រូកមកជីបយើងចូលហើយបន្ទាប់ពីហ្នឹងមកក៏កូរវិចទៀតណាដាច់ខ្យល់នឹងកូរវិចហ្នឹងហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមចាក់អង្ករលេងចាក់អង្គលេងហ្នឹងដើម្បីកូរវិចទៀតហើយវីដេអូនេះដែរសូមផ្ញើជូនទៅអាមុំពុំពីតអាមុំពុំពីតអូនឯងពេញកមុំអស់ហើយនេះអូនឯងមិនតន់ចេះស្លកកូនេះអូនឯងមើលគំរូបងជាបរោះតែបងជាបរោះមែនតែបងចេះស្លកកូឲ្យអូនញ៉ាំណាអាមុំពុំពីតហើយបន្ទាប់ពីខ្ញុំដាក់អង្គលេងចូលហើយខ្ញុំក៏ចាប់ផ្ដើមដាក់ត្រីចូលហើយសម្លកកូនេះដែរមិនរើសសាច់ទេចង់ដាក់សាច់អីក៏បានបងប្អូនមិនចូលចិត្តត្រីក៏ដាក់សាច់សុទ្ធទៅក៏បានបើមានឆ្អឹងជំនីទៀតរឹតតែអែមទៀតហើយបន្ទាប់ពីខ្ញុំដាក់ត្រីចូលហើយខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកថែមទៀតលើកនេះដល់វគ្គផ្សំគ្រឿងម្ដងផ្សំគ្រឿងយើងកុំដាក់គ្រឿងច្រើនពេកដាក់តែទឹកត្រីកន្លះដបអំបិល1វែកប៊ីចេង2វែកស្ករ5វែកទៅបានហើយផ្សំគ្រឿងតាមខ្ញុំទៅថ្ងៃស្អែកដឹងតែកាត់ជើងហើយថាលេងទេកុំផ្សំគ្រឿងតាមខ្ញុំដាក់តាមរសជាតិបងប្អូនចូលចិត្តទៅហើយឥឡូវនេះសឡរបស់ខ្ញុំគឺចាប់ផ្ដើមឆ្អិន 82% ហើយឥឡូវនេះក៏ដល់វគ្គខ្ញុំភ្លក់ហើយភ្លក់លឺសូតែហើយបន្ទាប់ពីខ្ញុំភ្លក់ហើយខ្ញុំក៏ចាប់ផ្ដើមចាក់អង្ករលេងហើយព្រោះដោយសារសឡរបស់ខ្ញុំគឺចាប់ផ្ដើមឆ្អិន 99.99% ហើយបន្ទាប់ពីខ្ញុំចាក់អង្ករលេងហើយខ្ញុំក៏ចាប់ផ្ដើមចាក់អាសាច់យើងចំហៀវហ្នឹងខ្ញុំដាក់វាបន្ថែមដើម្បីឲ្យសឡខ្ញុំកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ពិសាហើយបន្ទាប់ពីខ្ញុំដាក់អាសាច់ចំហៀវហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមដាក់បន្លែខៀវព្រោះដោយសារបន្លែខៀវនឹងធ្វើឲ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់ពិសាថែមទៀតហើយបន្លែខៀវនឹងយើងកុំដាក់ឲ្យវាអាលួយពេកយើងដាក់អាលួយពេកគឺវាមិនឆ្ងាញ់ទេហើយឥឡូវនេះម្ហូបរបស់ខ្ញុំគឺចាប់ផ្ដើមឆ្អិន 100% ហើយតោះអាមុំពុំពីតមកញ៉ាំបាយជាមួយបងញ៉ាំបាយជាមួយនឹងសម្លកកូណាអាមុំពុំពីតហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបាយបិទចំតិតលា